សិននេះឯងមកយូរ15នាទីហើយប៉ុន្តែម៉ោងទឹកត7:00នឹងហើយណាមួយគ្រូក៏គាត់មិនតាន់មកដែរអញ្ចឹងខ្ញុំមិនអវត្តមានទេប៉ុន្តែថ្ងៃនេះគឺជាថ្ងៃច័ន្ទអញ្ចឹងហើយសិស្សទាំងអស់ត្រូវមកជុំគ្នានៅម៉ោង6:45នាទីប៉ុន្តែឯងមកយូរទៅបើសិនជាខ្ញុំមិនខុសទេខ្ញុំមិនព្រមទទួលទេហើយណាមួយខ្ញុំក៏ជាសិស្សចូលថ្មីហើយគ្រូក៏គាត់មិនតមកដល់ដែរអញ្ចឹងទៅគឺគ្មានបញ្ហាអីទេមិនដឹងជាស្អីពួកអស់នេះទេសុទ្ធតែហើយថ្នាក់នេះលោកគ្រូយុនិយាយថាមានសិស្សចូលថ្មីឯអាណាមិនកុំឃើញអូប្រទេសថ្នាក់អើយអាណាសិស្សថ្មីបាទលោកគ្រូគឺថាសិស្សថ្មីគេអង្គុយនៅខាងក្រោយឯណោះសិស្សថ្មីអើយជួយងើបឈរហើយណែនាំឈ្មោះប្រាប់ទៅកាន់លោកគ្រូហើយនឹងមិត្តរួមថ្នាក់តិចទៅឲ្យអ្នកទាំងគ្នាបានស្គាល់អញ្ចឹងខ្ញុំមិនសូវបាននិយាយច្រើនទេបាទជំរាបសួរលោកគ្រូនិងសួស្តីទៅកាន់មិត្តរួមថ្នាក់ទាំងអស់គ្នាខ្ញុំបាទឈ្មោះថាភក្តីជាសិស្សថ្មីទៅនឹងចូលរៀនអញ្ចឹងសូមស្គាល់និងរាប់អានមិត្តភក្តិរួមថ្នាក់ទាំងអស់គ្នាផងណាលោកគ្រូម្សិលមិញដូចជានៅសល់លំហាត់មួយចុងក្រោយអញ្ចឹងទៅខ្ញុំឮថាសិស្សចូលថ្មីនោះគាត់ជាសិស្សបកាយគណិតអញ្ចឹងហើយសារឲ្យគាត់ឡើងធ្វើលំហាត់ទៅដើម្បីបង្ហាញពីសមត្ថភាពអធិស្ឋានផងណាលោកគ្រូដោយសារតែខ្ញុំជាសិស្សទៅទេចូលមកថ្មីអញ្ចឹងហើយល្ងាចមិញខ្ញុំរើអវ៉ាន់ច្រើនពេកមានអារម្មណ៍ថាវិលមកខ្លាំងណាស់ខ្ញុំមករៀនទាំងឈឺទេលោកគ្រូអញ្ចឹងមិនអាចឡើងធ្វើលំហាត់បានទេបើថាភក្តីឡើងធ្វើលំហាត់បានទេអញ្ចឹងឯងចាប់ដើមធ្វើលំហាត់នៅជំនួសភក្តីណាលោកគ្រូហើយចុះមិនបានជាខ្ញុំវិញចុះគេនោះចោលចុះឯងគង់តែមានថ្ងៃណាមួយដែលយើងសងសឹកទេមនុស្សដូចជាយើងនេះបើប៉ះហើយដូចជាប៉ះភ្លើងអញ្ចឹងថ្ងៃនេះសងសឹកឲ្យបានថ្ងៃក្រោយណែឯងគឺជាសិស្សថ្មីឯងប៉ុន្តែមិនបានជាធ្វើចរិតលោយ៉ាងនេះឬមួយក៏ឯងគិតថាគ្មានអ្នកណាគេហ៊ានធ្វើស្អីឯងទេហើយដូចយើងបានប្រាប់ឯងអញ្ចឹងបើសិនជាយើងមិនបានធ្វើខុសទេអ្នកណាក៏មិនអាចមកធ្វើស្អីយើងបានដែរយើងនៅតែនិយាយបែបនេះដដែលបើសិនជាយើងគ្មានកំហុសគ្មានអ្នកណាគេម្នាក់ដែលអាចមកទម្លាក់កំហុសមួយនេះដាក់យើងបានទេអញ្ចឹងហើយឯងចេះឆ្ងាយពីយើងទៅប៉ុន្តែឯងត្រូវចាំមនុស្សដូចយើងនេះបើសិនជាយើងធ្វើអីហើយគឺនឹងត្រូវធ្វើឲ្យដល់ទីបញ្ចប់ហើយគ្មានអ្នកគេមិនអាចមកហាមឃាត់យើងបានទេយើងនឹងធ្វើឲ្យដល់ទីបញ្ចប់អូចឹងផងអញ្ចឹងយើងមានតែរងចាំមើលឯងទេ哎呀，មើលទៅលោកជាខំអ្វីមួយប្រទេសថៃយើងជាខំទៀតណាណែនេះយើងជាមនុស្សមិនមែនជាថ្មទេរឿងអីដែលថាយើងមិនចេះខឹងហើយមួយទៀតមកពីគេទេហើយណែនេះឯងដែលខំស្អីគេថាសອບចំពោះលើយ៉ាតែចំពោះលើខ្លួនឯងទៅណាហើយឆើមនុស្សដូចជាយើងបើសិនជាថាយ៉ាងម៉េចហើយគឺអញ្ចឹងហើយឯងមើលមុខមិត្តភក្តិឯងមើលដែលចេះនិយាយលេងសើចពីកាលណាមកហើយយើងធ្វើប្រទេសថ្នាក់យូរហើយយើងមិនលេងសើចដូចឯងទេនេះចូលរៀនឡើង15នាទីអត់ទាន់ឃើញគេមកទៀតតែប៉ុណ្ណេះអវត្តមាននៅដៃយើងហើយ
បើសិនជាមិនមកយើងត្រូវតែដាក់បែបនេះហើយសុំទោសសិស្សថ្មីអ្នកគ្រូឲ្យខ្ញុំសុំជួយរៀនផងណាដោយសារតែមិញនេះខ្ញុំរវល់ជូនបងអូនម្នាក់ឆ្លងផ្លូវប៉ុន្តែឯងរត់មានបាត់ហើយអ្នកគ្រូតាមពិតទៅសិស្សចូលយឺត15នាទីគួរតែឲ្យឈរលើក្តារខៀនឬក៏អវត្តមានឬក៏ដេញចេញក្រៅថ្នាក់មែនអត់អ្នកគ្រូណែក្រែងយើងមកប្រាប់ឲ្យតើហើយថាយើងរវល់តែជូនប្អូនម្នាក់នោះឆ្លងផ្លូវទៅយើងមករៀនយឺតអញ្ចឹងហើយបានហើយកុំឆ្លោះគ្នាឥឡូវភក្តីចូលទៅអង្គុយតុណារឹតកំដៅវត្តមានគ្នាហើយលើកលែងបានលើកលែងខ្លះទៅបាទអ្នកគ្រូអញ្ចឹងក៏បាន